តោះមកដឹងពីផលប្រយោជន៍និងគុណសម្បត្តិរបស់ផ្លែគុយផ្លែគុយគឺជាផ្លែឈើហូបផ្លែមួយយ៉ាងដែលដុះនៅតាមទីដែលមានព្រៃឈ្មោះរបស់វាហៅមួយយ៉ាងទៀតថាវល្លិគុយគុយជាលតាជាតិមួយប្រភេទដែលដុះតោងដើមឈើធំៗនៅក្នុងព្រៃក្រាស់ដែលមានប្រវែងរហូតទៅដល់30ម៉ែត្រដោយដើមមានសណ្ឋានជាឈើធំជាងលតាជាតិដទៃទៀតជារុក្ខជាតិស្ទើរគ្មានស្លឹកសំបកដើមមានសភាពរលោងនិងមានពណ៌ត្នោតផ្នែកនីមួយៗនៃដើមមានជ័រពណ៌សដូចទឹកដោះគោច្រើនមានដុះនៅក្នុងព្រៃធំព្រៃស្រោងព្រៃស្បាតនិងព្រៃរបោះតាមចម្រាក់ភ្នំគុយជារុក្ខជាតិដែលបន្តពូជដោយគ្រាប់ប៉ុន្តែអ្នកដឹងទេថាផ្លែគុយគឺពិតជាផ្ដល់អត្ថប្រយោជន៍និងគុណសម្បត្តិជាច្រើនចំពោះយើងចំពោះគុណប្រយោជន៍របស់ផ្លែគុយមានដូចជាសម្បកគុយមានរសជាតិមិនល្វីងស្ងោរនិងទឹកជាឱសថព្យាបាលអាការៈឈឺក្បាលនៅប្រទេសម៉ាឡេស៊ីឬត្រូវបានគេយកទៅស្ងោរផឹកជាឱសថព្យាបាលជំងឺខាន់លឿងដែលបណ្ដាលមកពីជំងឺគ្រុនចាញ់ឬមានរសជាតិហឹរបើយកមកស្ងោរផឹកជាថ្នាំគឺព្យាបាលជំងឺបំពង់កនិងឈឺទ្រូងវល្លិដើមឬស្លឹកស្ងោរផឹកជាថ្នាំព្យាបាលរោគរាគចំណែកឯផ្លែគុយទុំយើងអាចយកមកបរិភោគជួយរំអិលពោះវៀនធ្វើឲ្យងាយស្រួលក្នុងការបញ្ចេញចោលដើមស្ងោរនិងផឹកទឹកជាឱសថព្យាបាលការក្រិនថ្លើមតាមក្បួនបុរាណភាគខាងត្បូងនៃប្រទេសថៃគេយកដើមមកស្ងោរជាមួយនឹងទឹកផឹកជាថ្នាំព្យាបាលការហូរទឹករងាផ្លែខ្ចីមានរសជាតិជូរគេប្រើផ្លែខ្ចីហាលស្ងួតយកទៅដុតបន្ទាប់មកលាយជាមួយនឹងទឹកប្រើជាថ្នាំព្យាបាលរបួសជ័រយកលាបលើមុខរបួសជួយផ្សះរបួសឲ្យឆាប់ជាចំណែកឯដើមរបស់វាយកមកស្ងោរជាមួយនឹងទឹកផឹកជាឱសថព្យាបាលជំងឺអាសន្នរោគឬត្រូវហាន់ល្អិតៗហើយប្រើជាឱសថព្យាបាលជំងឺខាន់លឿងចំពោះទារកដើមត្រូវស្ងោរជាមួយនឹងទឹកផឹកជាឱសថលើកកម្លាំងឬនឹងវល្លិក៏មានលក្ខណៈសម្បត្តិជាថ្នាំពៅកម្លាំងផងដែរចំពោះអត្ថប្រយោជន៍របស់ផ្លែគុយមានដូចជាផ្លែគុយទុំមានរសជាតិផ្អែមនិងជូរអាចបរិភោគបានវល្លិត្រូវគេប្រើជំនួសខ្សែសម្រាប់ចងរបស់របរឬគេអាចយកមកផលិតជាថ្នាំពណ៌ដោយវាផ្ដល់ពណ៌ក្រហមប្រភពព័ត៌មាននៅក្នុងស្រុក